ថ្លែងនៅក្នុងសិក្ខាសាលាបច្ចេកទេសបិទបញ្ចប់គម្រោង Cafe Capture លទ្ធផលទី1គឺប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៃផលិតផលជលផលការអនុវត្តល្អមេរៀនជាបទពិសោធន៍បញ្ហាប្រឈមនិងជំហានបន្តនៅព្រឹកថ្ងៃទី6ឆ្នាំ2025នេះឯកឧត្តមពុំសុថាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានអះអាងថារដ្ឋបាលជលផលមានមោទនភាពចំពោះសមិទ្ធផលដែលសម្រេចបានតាមរយៈគម្រោង Cafe Capture ឯកឧត្តមពុំសុថាបានលើកឡើងថាគម្រោងដែលសហការអនុវត្តរវាងរដ្ឋបាលជលផលនិងអង្គការ UNIDO ដែលបានអនុវត្តចាប់ពីឆ្នាំ2019រហូតដល់ដំណាច់ឆ្នាំ2025នេះមានសមាសភាពសំខាន់ៗចំនួន3គឺទី1ការពង្រឹងសមត្ថភាពអាជ្ញាធរមានសមត្ថកិច្ចត្រួតពិនិត្យផលិតផលជលផលទី2ការពង្រឹងសមត្ថភាពវិស័យឯកជននិងទី3ការស្រាវជ្រាវអភិវឌ្ឍបច្ចេកវិទ្យាកែច្នៃផលជលផលតាមរយៈការអនុវត្តគម្រោងនេះរដ្ឋបាលជលផលមានមោទនភាពចំពោះសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងការចូលរួមចំណែកអភិវឌ្ឍការកែច្នៃផលជលផលជាពិសេសការលើកកម្ពស់គុណភាពសុវត្ថិភាពផលជលផលសម្ដៅរួមចំណែកការពារសុខភាពសាធារណៈនិងបង្កើនការប្រកួតប្រជែងនៃផលិតផលជលផលនៅលើទីផ្សារក្នុងស្រុកនិងនាំចេញឯកឧត្តមពុំសុថាបានរំលឹកថាគម្រោង Cafe Capture បានកំណត់គោលដៅយ៉ាងច្បាស់លាស់ក្នុងការធ្វើទំនើបកម្មអនុវិស័យជលផលកម្ពុជាដើម្បីឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិនិងបើកច្រកចូលទៅកាន់ទីផ្សារអន្តរជាតិរួមទាំងសហភាពអឺរ៉ុបដោយមានការរៀបចំផែនការច្បាស់លាស់និងការបដិញ្ញាចិត្តខ្ពស់នាំឲ្យគម្រោងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនដូចជាសហគ្រាសជលផលកម្ពុជាចំនួន22ទទួលបានវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញាគុណភាពផលជលផលកម្ពុជាហៅកាត់ថា CQS និងសហគ្រាសចំនួន9កំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដាន Digital Camtrace ព្រមទាំងបានអនុវត្តការប្រមូលសំណាក់និងធ្វើតេស្តស្តង់ដារគុណភាពសុវត្ថិភាពម្ហូបអាហារស្របតាមផែនការសកម្មភាពជាតិ NAP ឆ្នាំ2020-2024ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់អនុលោមតាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុបទន្ទឹមនឹងនេះគម្រោងបាននឹងកំពុងត្រួតពិនិត្យនិងធ្វើអធិការកិច្ចសហគ្រាសដើម្បីចុះឈ្មោះសហគ្រាសដែលមានលក្ខណៈសម្បត្តិពេញលេញសម្រាប់ការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិរួមទាំងសហភាពអឺរ៉ុបក្រោមកិច្ចគាំទ្រពីអង្គការ UNIDO សហគ្រាសដែលមានសក្តានុពលបាននឹងកំពុងអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារនិងអនុវត្តប្រព័ន្ធ HACCP សម្រាប់ការធ្វើសវនកម្មរបស់ DigiSen ក្នុងឆ្នាំ2026ដើម្បីនាំចេញផលិតផលជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុបចំពោះទិសដៅបន្តឯកឧត្តមពុំសុថាបានឲ្យដឹងថាគម្រោងបានរៀបចំផែនការសកម្មភាពជាតិ NAP សម្រាប់អនុវត្តជំហានបន្ទាប់នៅក្នុងឆ្នាំ2025-2029ទន្ទឹមនឹងមោទនភាពនៃសមិទ្ធផលខាងលើការងារនេះមិនទាន់បញ្ចប់ត្រឹមនេះទេអាចទាញយកប្រយោជន៍បន្ថែមតាមរយៈការបន្តអនុវត្តកម្មវិធីជាតិតាមដាននិងត្រួតពិនិត្យសំណល់ឱសថក្នុងវារីស័ក្តិនិងសារធាតុគីមីក្នុងការធ្វើវារីវប្បកម្មពង្រីកការអនុវត្តប្រព័ន្ធ CQS ដើម្បីធានានិរន្តរភាពនៃសមិទ្ធផលរបស់គម្រោងពង្រីកប្រព័ន្ធអង្កេតដានក្នុងខ្សែច្រវាក់តម្លៃដូចជាកសិដ្ឋានវារីវប្បកម្មទូកនេសាទឈ្មួញកណ្ដាលព្រមទាំងបន្តការចុះបញ្ជីកសិដ្ឋានវារីវប្បកម្មនិងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មល្អជាដើមពីខ្ញុំខឿនសាខៀង PNN ភ្នំពេញ